សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសប្រចាំថ្ងៃបើយោងតាមក្រសួងធនធានទឹកនិងឧតុនិយមដែលបានជូនដំណឹងនៅថ្ងៃទី21ខែមករានេះបានឲ្យដឹងថាព្យុះទី1ឈ្មោះនូកាននៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងឥសានដែលបក់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងលើព្រះរាជាណាចក្រកម្ពុជាដែលស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី21ដល់ទី23ខែមករាឆ្នាំ2026មានលក្ខណៈដូចតទៅតំបន់វាលទំនាបរួមមានខេត្តបន្ទាយមានជ័យបាត់ដំបងសៀមរាបពោធិ៍សាត់កំពង់ឆ្នាំងកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងភ្នំពេញពុំមានភ្លៀងធ្លាក់នោះទេហើយមានសីតុណ្ហភាពមធ្យមអបបរមា19អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា30អង្សាសេខ្យល់បក់ពីទិសឧត្តរនិងឦសានមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីតំបន់ខ្ពង់រាបរួមមានខេត្តឧត្តរមានជ័យបៃលិនព្រះវិហារក្រចេះរតនគិរីមណ្ឌលគិរីកំពង់ស្ពឺស្ទឹងត្រែងតំបន់ជួរភ្នំក្រវាញនិងជួរភ្នំដងរែកពុំមានភ្លៀងធ្លាក់នោះទេហើយមានសីតុណ្ហភាពមធ្យមអបបរមា17អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា29អង្សាសេខ្យល់បក់ពីទិសឧត្តរនិងឦសានមានល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីតំបន់មាត់សមុទ្ររួមមានខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់គ្រប់ដណ្ដប់លើផ្ទៃដី 10% ហើយមានសីតុណ្ហភាពមធ្យមអបបរមា19អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា30អង្សាសេខ្យល់បក់ពីទិសបូនិងអាគ្នេយ៍មានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីរលកសមុទ្រមានកម្ពស់មធ្យមអបបរមា0ម៉ែត្រ50សង់ទីម៉ែត្រនិងកម្ពស់មធ្យមអតិបរមា1ម៉ែត្រអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន